ជាដំបូងសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាពួកខ្ញុំមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលហៅកាត់ថា Techno ហើយមកពី Department SIG ថ្ងៃនេះដែរពួកខ្ញុំនឹងធ្វើបទបង្ហាញអំពី Mobile App Development មួយដែលតាក់ទងទៅនឹង Topic GIF Collection ហើយពួកខ្ញុំបានដូរឈ្មោះទៅជា GIF Anosa ហើយនៅក្នុង Topic ពួកយើងនេះគឺពួកយើងនឹងធ្វើការលក់ Product ដែលតាក់ទងទៅនឹងរបស់វប្បធម៌ខ្មែរជារបស់អនុស្សាវរីយ៍ហើយនៅក្នុង team member របស់យើងមាន3នាក់ហើយដែលមាន lecturer គឺលោកគ្រូហុកទីននេះខ្ញុំបាទឈ្មោះចរណៈ David ហើយ member របស់ខ្ញុំគឺ David វឌ្ឍនៈជាមួយនឹង Dean Rasi so នេះគឺជាtop introduction និង overview ដែលខ្ញុំនឹងធ្វើការបកស្រាយឥឡូវនេះគឺជា project overview គឺន័យថាកម្មវិធី GIF Anosa របស់យើងត្រូវបានបង្កើតឡើងដោយប្រើប្រាស់ Flutter Framework ដែលអាចដំណើរការបានទាំងនៅលើ Android និង iOS គឺក្នុងគោលបំណងចម្បងគឺដោះស្រាយបញ្ហាជូនសិល្បករក្នុងស្រុកដែលខ្វះទីផ្សារ Digital និងជួយឲ្យភ្ញៀវទេសចរងាយស្រួលស្វែងរកនិងជាវត្ថុអនុស្សាវរីយ៍របស់ខ្មែរពិតៗដូចជាក្រមាប្រាក់ស្នាដៃគំនូរសូត្រនិងចម្លាក់ឈើដែលមានប្រភពច្បាស់លាស់និងអត្ថន័យសម្រាប់វប្បធម៌ខ្មែរ Move to next slide នេះគឺជា core objective របស់ team ពួកយើងគឺទី1គឺ discover គឺន័យថាធ្វើឲ្យ user ងាយស្រួលក្នុងការរករកផលិតផលរបស់ខ្មែរហើយទី2គឺ showcase មានន័យថា highlight នៅបង្ហាញពីប្រវត្តិរបស់សិល្បករទី3គឺ locate មានន័យថាគឺការស្វែងរកទីតាំងរបស់ហាងផ្ទាល់នៅលើ Flutter Map ដែលមាននៅក្នុងapp របស់ពួកយើងទី4គឺ customize គឺយើងធ្វើការលក្ខណៈថា promote កំងវត្ថុកាដូពិសេសជាមួយនឹងសេវាកម្ម workshop និងសរសេរការជូនពរសម្រាប់អតិថិជនហើយប្រព័ន្ធរបស់យើងទាំងមូលគឺដំណើរការផ្ទាល់ជាមួយនឹង cloud backend របស់ Superbase so នេះគឺជា core feature របស់ project របស់ពួកយើងគឺទី1គឺ multi host system ហ្នឹងគឺជាមុខងារសំខាន់មួយដើម្បីឲ្យ user log in ជាមួយ email password ដែលតាមរយៈ Google Sign In ឬក៏ Facebook ទី2គឺ e-commerce booking គឺជា product discovery order customization ហើយជាមួយនឹងការ order tracking ទី3គឺ interactive map គឺ user អាចស្វែងរកទីតាំងហាងនៅតាមរយៈ Flutter Map នៅក្នុង app របស់ពួកយើងទី4គឺ social និង community គឺ user អាចស្វែងរក artisan profile customer review និងអាច chat ជាមួយនឹង artisan មានន័យថាយើងអាច chat ជាមួយគ្នាបានទី5គឺ give finder quiz គឺ user ពេលដែលគាត់ទិញ product ហើយគាត់អាចឆ្លើយសំណួរលេងជាមួយនឹង app របស់ពួកយើងទីចុងក្រោយទី6គឺ dark mode គឺ user អាច top call dark mode បានដូចថាគាត់ចង់ apply live mode ក៏បាន dark mode ក៏បាននៅក្នុង app របស់ពួកយើងអញ្ចឹងចូលមកកាន់ challenge code ទី1 identification email Google Sign In នៅក្នុងហ្នឹងខ្ញុំនឹងបញ្យល់ flow code របស់ email ហ្នឹងនៅពេលដែល user ចុច login app វានឹងហៅទៅ OService sign in with email ហើយ method ហ្នឹងគឺហៅនៅក្នុង Superbase ដែលកំណត់ទៅលើ email និង password ក្នុង database តែបើត្រឹមត្រូវSuperbase វាផ្ញើ OService response មកវិញដែលមាន user object និង token code flow នៅក្នុងហ្នឹងគឺនៅពេលដែល app បើកយើងកំណត់ទៅលើ session ជាមុនសិនដោយយើងមើលទៅលើ current session បើវាមាន session ហើយគឺយើងអាចគឺ user អាច navigate ទៅ home screen ដោយមិនចាំ login ម្ដងទៀតទេសិនជា current session ហ្នឹងវា now គឺយើងត្រូវការ login ហើយវានឹង show onboarding screen វាថាត app ល្បីៗដូចជា Shopify Facebook TikTok អញ្ចឹងវាអត់ត្រូវការ login ពេលយើងបើក app ទេដោយសារត session យើងហ្នឹងគឺវាដែលស្ថិតទៅក្នុង app របស់យើងមួយវិញគឺយើងចូលមកដល់ forget password ពេលចានគេប្រើ magic link តែខ្ញុំប្រើ OTP ដោយសារត app ខ្ញុំអត់ទាន់បាន public
ចឹងទីមួយដែលខ្ញុំត្រូវបញ្ចូលOTP code should create user for ហ្នឹងមានន័យថាយើងការពារការបង្កើត account ថ្មីដែលយើងមិនចាំប្រើ OTP ហ្នឹងតែទៅទៀត email direct to ណាយើងបង្ខំឲ្យ database ហ្នឹងផ្ញើកូដទៅកង់ដែលមិនជា magic link ហើយយើងត្រូវផ្ញើតាមរយៈ Gmail and SMTP ដែលយើង config ក្នុង database Superbase ហើយទី3ហ្នឹងគឺយើងចូលទៅជា OTP type email សម្រាប់ Superbase ថាកូដនេះជា email verification មិនមែនជា MI ហើយបើសិនបើកូដហ្នឹងត្រូវគឺបែរវាផ្កាយតែសិនហើយវាជា temporary session ជាដើម្បីឲ្យអនុញ្ញាតuser update password ទី3គឺ update user ដើម្បីធ្វើការ update password ទៅក្នុង Superbase database ហើយ method ហ្នឹងប្រើដើម្បីបានតែជំហានទី2ពេលយើងធ្វើបានប្រកាស session ថ្មី update user ហើយយ៉ាងទី3ហ្នឹងគឺfeature នៅក្នុង quick ដែលមាន5ជំហាននៅក្នុងហ្នឹងនៅពេលដែល user ឆ្លើយ quick បាន5រួចឲ្យវានឹងផ្ដល់ចម្លើយឲ្យ user ថា product ហ្នឹងងាកជាធ្វើដោយដៃឬក៏ជាអាចពាក់បានឬក៏ជាការតុបតែងផ្ទះតើមកវាសតដោយ rating product ហ្នឹងមានគេនិយមប្រើជាងគេហើយបញ្ចប់ហ្នឹងគឺ detail ហ្នឹងវាទូចកប់ UX UI ដែល user ពេលចុចពីម្ដងទៀតទៅគឺវាទៅកាន់home របស់វានឹងវិញហើយវា smooth ដូច animation app អូខេចូលមកដល់ផានរបស់ខ្ញុំឆ្លើយកូដទី1គឺ challenge collection detail data loading នៅក្នុង screen នេះពេល user បាត់បើក collection មួយ app ត្រូវបង្ហាញតើ product ដែលស្ថិតនៅក្នុង collection នោះហើយ collection data ត្រូវបាន load ចេញពី Superbase ដោយប្រើ collection ID បន្ទាប់មកពេលរក collection នឹងហើយកូដវានឹងទៅ read list product ID ពី collection នោះបន្ទាប់មក app ប្រើ product ID ទាំងអស់ដើម្បី fix product ដែលពាក់ព័ន្ធនឹង product table ចំណុចដែល challenge នៅទីនេះគឺ collection screen មិនប្រើ product ជា static ឬក៏ fix data ទេគឺយើងភ្ជាប់ data ជាមួយនឹងផ្នែកគឺ collection data និង product data ដូច្នេះ screen ផ្លែជា dynamic ព្រោះ collection នីមួយៗអាចបង្ហាញ product ផ្សេងអាស្រ័យលើ data នៅក្នុង database ដូច្នេះកូដនេះវាជួយ app អាច support correct gift collections ដូចជា birthday gift traditional gift ឬ handmade souvenir collection សម្រាប់ challenge កូដទី5គឺ chat optimized UI គឺ chat feature រវាង user និង artisan ពេល user វិញ message ហើយចុចសិន app នឹងពិនិត្យមុនថា message ទៅទេឬក៏អត់បើ message ទៅទេ app មិនសិនអីទេបន្ទាប់មក app ប្រើ concept មួយដែលហៅថា optimistic UI មានន័យថា user message នឹងបង្ហាញភ្លាមៗនៅ screen ជាមួយនឹង status sending មុនពេល data ត្រូវបាន save ទៅក្នុង Superbase បន្ទាប់មក message ត្រូវបាន save ចូលទៅក្នុង chat message table តាមរយៈ Superbase repo history ដែលប្រើ function send message បើ save ជោគជ័យ status នឹងប្ដូរទៅជាពី sending ទៅជា send challenge នៅទីនេះគឺធ្វើយ៉ាងណាឲ្យ chat មានអារម្មណ៍ថាលឿននិង responsive ប៉ុន្តែ message នៅតែត្រូវបាន save ត្រឹមត្រូវនៅក្នុង backend វាជួយឲ្យ user experience ល្អព្រោះ user មិនចាំបាច់រងចាំ database response មុននឹងឃើញ message ទេfeature នេះ support ការតាក់ទងរវាង buyer និង local artisan ជាពិសេស user ចង់សួរពីព័ត៌មានពីព័ត៌មានអំពី material gift wrapping customization ឬក៏ delivery time ជាដើមសម្រាប់ challenge កូដទី6គឺយើងនិយាយអំពី review submission នៅក្នុង screen នេះ user អាចសរសេរ reviews និងផ្ដល់ជា star rating សម្រាប់ product ឬ artisan
code នេះបើកប៊ូតុន sheet form ដែលអនុញ្ញាតឲ្យ user ជ្រើសរើស rating និង view comment នៅពេលដែល submit code ពិនិត្យថា comment ទទេឬក៏អត់បើ user មិនបានសរសេរ comment app នឹងបង្ហាញ message ឲ្យ user នឹងសរសេរ comment ជាមុនសិនបើ comment ត្រឹមត្រូវ app នឹង send rating និង comment ទៅ Superbase ដោយប្រើ Superbase repository ដូចគ្នាដោយប្រើ function create review បន្ទាប់ពី review ត្រូវបាន post ជោគជ័យ form នឹងបិទហើយ app បង្ហាញ message ហើយ success message ហើយ review list ត្រូវបាន refresh challenge នេះគឺគ្រប់គ្រង form validation backend submission loading state error handling និង refresh UI បន្ទាប់ពី review ត្រូវបាន create feature នេះសំខាន់សម្រាប់បច្ចេកព្រោះ review ជួយឲ្យ user មានទំនុកចិត្តលើ product និង artisan មុន order handmade gift so move to the next slide so ឥឡូវខ្ញុំមកនិយាយពី challenge បន្ទាប់គឺ Hero Carousel Search ន័យថា Hero Carousel Search ហ្នឹងគឺខ្ញុំ apply function នេះគឺនៅក្នុង home screen គឺដើម្បីឲ្យ image មានការ slide របៀបថា slide ទៅមកហើយនៅក្នុងការដាក់ Hero Carousel នេះគឺខ្ញុំឲ្យ image មានការ auto play ហើយបន្ទាប់មកទៀតនៅរាល់ពេល4 second ម្ដងគឺ image នឹង auto play directly ហើយបន្ទាប់មកយើងធ្វើការប្រើប្រាស់ជាមួយនឹង function on page change ដើម្បីចាប់យក index នៃរូបភាពបច្ចុប្បន្នហើយបន្ទាប់មកធ្វើការ update UI តាមរយៈ set state ភ្លាមនោះរូបភាពនឹងធ្វើការ slide តែម្ដង so ឥឡូវយើងចូលទៅ challenge បន្ទាប់ so challenge បន្ទាប់នេះគឺជាការ booking confirmation flow នៅក្នុងនេះខ្ញុំប្រើប្រាស់ on press assign ដើម្បី validate ទៅលើការ booking នៅពេលដែល user ចុចទៅលើ add to cart គឺវានឹងបញ្ជូន booking ទៅក្នុង Superbase ដើម្បីធ្វើការ asynchronous request បន្ទាប់មកកូដនេះត្រូវបានការពារដោយ try catch ដើម្បីទប់ស្កាត់ការ error ផ្សេងៗនិងប្រើប្រាស់ so dialog ដើម្បីបង្ហាញនៅ confirmation មានថា user គាត់បានទិញ product មួយហ្នឹងហើយបន្ទាប់មកទៀតនៅពេលដែលso dialog ហ្នឹងហើយគឺ user គាត់នឹងអាច navigate ទៅក្នុង order page ដែលគាត់អាច review ទំនិញដែលគាត់បានទិញ so ឥឡូវយើងចូលទៅ challenge មួយទៀតchallenge នេះគឺមានន័យថាគឺជា navigation drawer ដំបូងពេលដែលបើក app មកគឺ menu របស់យើងគឺអត់មានកន្លែង sidebar នេះទេកូដរបស់យើងដំបូងគឺ leading icon button នេះគឺអត់វាថាអត់មាន scaffold ទេចូលតបមកទៅខ្ញុំបាន apply app drawer មួយហើយខ្ញុំបានបង្កើត builder មួយនឹងហៅbuilder ហ្នឹងទៅប្រើប្រាស់side drawer ហ្នឹងដាក់ចូលទៅក្នុង scaffold subtree មួយដើម្បីប្រើប្រាស់ដើម្បីតបមកពេលដែលយើងចុចលើ menu មកវានឹងឃើញបែបនេះមាន home gift map order account ដែល fit ទៅនឹង footer របស់យើង so ឥឡូវយើងចូលទៅ challenge បន្ទាប់ so challenge បន្ទាប់គឺ challenge ទី10គឺថា profile upload ហើយយើងនឹង store ទៅនឹង Superbase storage មានន័យថានៅពេលដែល user និយាយទៅនៅកន្លែងនេះគឺខ្ញុំបាន apply dependency image picker មានន័យថានៅពេលដែល user គាត់ចង់ផ្លាស់ប្ដូរឬក៏ upload update image របស់គាត់គឺមានន័យថាគាត់ image ហ្នឹងនឹងចាប់ extension JPG file ហើយបន្ទាប់មកវានឹងupload ទៅកាន់ Superbase storage ហើយដើម្បីកុំឲ្យជួបបញ្ហាជាន់រូបភាពគេថា catch រូបភាពចាស់ៗខ្ញុំបាន apply date time now ហ្នឹងដើម្បីលក្ខណៈថាផ្លាស់ប្ដូរ UI និងផ្លាស់ប្ដូររូបភាពភ្លាមតែម្ដង so ឥឡូវចូលទៅ slide បន្ទាប់នេះគឺជាចំណុចទី2ដែលខ្ញុំនឹងត្រូវនិយាយអំពី technical architecture so នេះគឺជា system architecture ទី1គឺន័យថា Flutter client គឺមាន screen widget និង DEM provider ទី2គឺជា state management layer ដែលមានគឺជា provider ដែលមាន DEM favorite និង booking និងទី3គឺជា data access layer
គឺជា super base repository ដែលគឺជាផ្នែកមួយដែលកិច្ចការទាំងអស់គឺតាក់ទងនឹងការទាញឬបញ្ជូនទិន្នន័យទៅកាន់ super base cloud backend តាមរយៈប្រព័ន្ធ HTTPS ដែលមាន real time logic ធ្វើឲ្យapp របស់យើងមានភាពកាន់តែមានល្បឿនលឿនជាងមុន so ឥឡូវយើងទៅកាន់ slide បន្ទាប់នេះគឺជា backend integration with Supabase គឺទីមួយគឺ backend របស់យើងចំពោះ app នេះយើងប្រើប្រាស់ Supabase Postgres SQL ដើម្បី auto generate REST API ដែលមាន authentication service ទីពីរគឺជាចំណុចសំខាន់គឺ row level security ន័យថាទោះបីជាមានអ្នក hack ទិន្នន័យយើងគឺមិនអាច hack ទិន្នន័យនឹងបានទេពីព្រោះ database នឹងអនុញ្ញាតឲ្យអ្នកអាននឹងកែប្រែទិន្នន័យណាដែលគឺជារបស់ម្ចាស់ ID ពិតប្រាកដតែប៉ុណ្ណោះហើយទី3គឺ real time គឺជា custom OTP flow គឺយើងមាន6 digit សម្រាប់ verify email ហើយយើងមាន60 second សម្រាប់ countdown ទី4គឺ real time profile និងទី5 multi URL support ដែលយើងអាច log in តាមរយៈ logo និង Facebook បានចូលទៅ slide បន្ទាប់ slide បន្ទាប់គឺជា state management with provider so ទី1គឺជាការ challenge order notification back ដែលទី1គឺ booking confirmation handle ទី2គឺជា app bar back icon និងទី3គឺជា bottom navigation order tab គឺ solution នៃការធ្វើ provider នេះគឺយើងបានបង្កើត booking provider ដើម្បីធ្វើឲ្យគ្រប់ screen ទាំងអស់មានភាព synchronize គ្នាតោះទៅ slide មួយទៀត slide មួយទៀតគឺនិយាយអំពី persistent storage and geospatial mapping នៅក្នុង local persistent នេះគឺយើងបានប្រើប្រាស់ share preference ដើម្បីលក្ខណៈថាចាប់ catch ដូចជាប្រើប្រាស់ dark mode ទោះបីជាបិទបើកទូរស័ព្ទក៏អត់មានបាត់ដែរអ្វីដែលពិសេសបំផុតនោះគឺសម្រាប់ cost effective mapping គឺយើងប្រើប្រាស់flutter map ដែលយើងមិនអាចយើងអត់ត្រូវចំណាយលុយប្រចាំខែឬក៏យើងប្រើប្រាស់អីផ្សេងយើងប្រើប្រាស់ដែលឥតគិតថ្លៃដោយធ្វើការ explore នៅក្នុង app របស់ពួកយើងបានចូលចំណុចបន្ទាប់នេះគឺជាចំណុចទី3ដែលខ្ញុំនឹងធ្វើការ presentation អំពី technology និង result នេះគឺជា technology stage គឺ mobile framework យើងបានប្រើភាសា Flutter DAT ហើយ navigation យើងប្រើ Go Route ហើយនៅក្នុងនឹងដែរយើងក៏បាន apply ជាមួយនឹង Mensa Route មួយទៀតដើម្បីឲ្យពេលដែលយើងចុចទៅ screen ផ្សេងៗគឺមានការ footer និង header ដូចគ្នាហើយជាមួយទី3គឺ step management គឺមាន provider ទី4 backend យើងប្រើ Supabase Postgres SQL ទី5 authentication យើងប្រើ Supabase ដែល login ជាមួយ Google និង Facebook ទី6គឺ local storage យើងប្រើ share preference ទី7គឺ mapping យើងប្រើ flutter map និងជួយចុងក្រោយគឺ media និង UI យើងប្រើជា catch network image carousel slider simmer flutter svg ជាមួយនឹង video player so នេះគឺជា team contribution សម្រាប់ខ្ញុំបាទចនៈ David គឺជា team leader គឺខ្ញុំ handle ទៅលើ core architecture ជាមួយនឹង e-commerce នេះគឺជាចំណុចទូទៅដែលខ្ញុំបានធ្វើហើយសម្រាប់ Dindasi គឺគាត់ជា team member គាត់ handle ទៅលើ data modeling ឬហើយនឹង media នេះគឺជាចំណុចរបស់គាត់ដែលគាត់បានធ្វើសម្រាប់វឌ្ឍនៈវិញគាត់គឺជា team member ដែលគាត់ handle ទៅលើ location authentication និង profile ហើយគាត់បាន apply ទៅលើ Flutter Map integration ជាមួយនឹង connect Supabase ហើយចូលចំណុចបន្ទាប់មួយទៀតនេះគឺជាការ testing result របស់ពួកយើងគឺសម្រាប់ authentication គឺយើង pass ជាមួយនឹង booking ក៏ pass chat real time មានន័យថាយើង chat real time យើង receive chat ទៅវិញទៅមកក៏ pass គឺចំណុចដែលយើងត្រូវ fix នោះគឺ order back across screen មានន័យថាយើងចង់ឲ្យ load notification នៅពេលដែល user គាត់ពេល order ហើយចង់ឲ្យ load notification នៅលើ icon order របស់គាត់ so ឥឡូវចូលចំណុចបន្តមួយទៀតនេះគឺជាចំណុចទី4ដែលនិយាយអំពីការ demo និង future work សម្រាប់ការ demo នេះគឺជា demo strategy flow របស់ពួកយើងគឺទី1គឺ onboarding home feed give finder quiz interactive map booking flow my order និងចុងក្រោយគឺ dark mode talk call ហើយនៅក្នុងការ demo នេះដែរពួកយើងបានដាក់ link demo YouTube នៅក្នុង slide ទី1ហើយអញ្ចឹងលោកគ្រូអាចចុច link ហ្នឹងដើម្បីទស្សនាការ demo ពួកយើងបាន
នេះគឺជា future enhancement របស់ app ពួកយើងថាតើថ្ងៃខាងមុខទៅពួកយើងនឹងមានអ្វីបន្ថែមនិងអភិវឌ្ឍបន្តសម្រាប់future enhancement គឺទី1យើងចង់បង្កើនល្បឿន database ឲ្យលឿនជាងមុនទី2គឺការភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់បាកុងKXQR ឬក៏ ABA Payway ទី3គឺដាក់ប្រព័ន្ធជូនដំណឹងដូចជា push notification សម្រាប់ user នៅពេលគាត់ទិញតំណែងអីចឹងទៅទី4គឺការដាក់ភាសាខ្មែរពេញលេញនិងទី5គឺការអភិវឌ្ឍប្រព័ន្ធ AI ឲ្យកាន់តែមានភាពឆ្លាតវៃជាងមុន so នេះគឺជា conclusion របស់ app ពួកយើងគឺជាចុងក្រោយកម្មវិធី Give Anusa យើងបានសម្រេចជោគជ័យក្នុងការបង្កើត app មួយដែលមានសុវត្ថិភាពខ្ពស់និងមិនចំណាយថ្លៃ API ផ្សេងនឹងជួយនឹង app របស់ពួកយើងបានចូលរួមលើកស្ទួយវប្បធម៌ជាតិខ្មែរពិតហើយយើងបានបង្កើត screen ទាំងអស់និងធ្វើឲ្យ user មានភាពងាយស្រួលក្នុងការ explore app របស់ពួកយើងជាចុងក្រោយសូមអរគុណលោកគ្រូអ្នកនិងអ្នកទាំងអស់គ្នាសម្រាប់ការទស្សនានិងស្ដាប់នៅការ presentation របស់ពួកយើងហើយពួកខ្ញុំរីករាយនឹងការឆ្លើយរាល់សំណួររបស់លោកគ្រូនិងអ្នកគ្រូបើសិនជាមានពាក្យពេចន៍ខុសឆ្គងកន្លែងណាសូមអភ័យទោសនិងអធិស្ឋានសម្រាប់ពួកយើងផងហើយការ present មួយនេះពួកយើងនឹង upload ចូល YouTube និងដាក់ link នៅក្នុង slide ទី1អញ្ចឹងលោកគ្រូអាចចុចចូលទៅ link នឹងបានដើម្បីទស្សនាការ presentation របស់ពួកយើងអរគុណសម្រាប់វីដេអូមួយនេះ